ជួយមនុស្សឲ្យលឿនឡើងម៉ែអូយឈឺណាស់អូយអូយឯងអើយរបួសធ្ងន់ខ្លាំងណាស់ខ្ញុំមើលទៅយើងមិនអាចសង្គ្រោះគេបានទេមើលទៅនាងពិតជាមនុស្សដែលមានចិត្តល្អពិតមែនយើងនឹងជួយសម្រេចបំណងប្រាថ្នារបស់នាងតែនាងនៅសល់តែបំណងប្រាថ្នាមួយចុងក្រោយទេណាចាខ្ញុំដឹងហើយអរគុណច្រើនក្អមវេទមន្តពេលនោះក្អមវេទមន្តក៏បញ្ចេញឫទ្ធិរបស់វាម្ដងទៀតធ្វើឲ្យរបួសរបស់វិចិត្រជាសះស្បើយឡើងយ៉ាងឆាប់រហ័សហើយនឹងឲ្យចិត្តប្រុសឃើញគេសម្ដីផ្អែមដាក់យើងក៏មិនប្រកាសថាគេស្រឡាញ់យើងដែរមើលទៅមិនបានប្រមាណផងគេក៏មានស្រីម្នាក់មកជាមួយទៅហើយខ្ញុំមិនគួរណាស្រឡាញ់គេទេនៅភូមិមួយដែលកំពុងជួបគ្រោះរាំងស្ងួតប្រជាជនជាច្រើនស្លាប់ដោយសារគ្មានទឹកផឹកនិងគ្មានអាហារបរិភោគរីឯផ្ទះអ្នកខ្លះទៀតត្រូវធ្វើដំណើរយ៉ាងឆ្ងាយដើម្បីចេញពីភូមិតែក៏ត្រូវស្លាប់ព្រោះមិនមានស្បៀងបរិភោគគ្រប់គ្រាន់ហើយពុកវាអើយយើងសពថ្ងៃនេះកាន់តែពិបាកទៅហើយទឹកស្ទើរតែគ្មានផឹកអាហារក៏ស្ទើរតែគ្មានហូបមើលទៅប្រហែលជាដាច់ពោះស្លាប់ហើយហើយឯងឲ្យធ្វើម៉េចបើភូមិគេក៏ដូចភូមិយើងក៏ដូចភូមិគេបែបនេះគ្មានអ្នកណាដែលថាមានទឹកនិងចំណីអាហារគ្រប់គ្រាន់នោះទេពុកម៉ែកុំពិបាកចិត្តអីកូនជឿថាបន្តិចទៀតនឹងមានភ្លៀងធ្លាក់មកជាមិនខានប្រហែលមិនអាចទេកូននួនអើយមើលចុះពួកយើងខំបន់ស្រន់ផងធ្វើពិធីសពគ្រប់បែបយ៉ាងហើយតែមិនបានផលសោះមិនអីទេពុកម៉ែថ្ងៃនេះកូននឹងព្យាយាមស្វែងរកស្បៀងបន្ថែមទុករំដោះបានមួយថ្ងៃពីរថ្ងៃដែរស៊ីនួនក៏ចេញដំណើរទៅរកជីកដំឡូងនៅដីស្រែដែលធ្លាប់មានដំឡូងដាំតែនាងដើររកពេញមួយថ្ងៃមិនបានដំឡូងសូម្បីតែមួយមើមហើយថ្ងៃនេះសំបីតែដំឡូងមួយមើមក៏ខ្ញុំរកមិនបានផងតើបានអ្វីបរិភោគនៅថ្ងៃស្អែកទៅស៊ីនួនកំពុងតែជីកដំឡូងសុកស្រាប់តែជីកបានក្អមតូចមួយអេនេះជាក្អមតាមើលទៅក៏ស្អាតគ្រាន់បាត់ដែរតែស្ដាយណាស់បើពីមុនប្រហែលជាលក់បានប្រាក់ខ្លះតែឥឡូវប្រាក់មិនអាចចាយបានទៀតមានតែបោះវាចោលហើយប្រញាប់រកដំឡូងទៀតស៊ីនួនបំរុងនឹងបោះក្អមនោះចោលទៅហើយស្រាប់តែមានសំឡេងចេញពីក្អមនោះនិយាយឈប់សិនកុំបោះខ្ញុំចោលអីនេះសំឡេងអីហ្នឹងគឺខ្ញុំជាក្អមដែលនៅចំពោះមុខអ្នកនឹងហើយហានេះអញចាស់និយាយឬអញជាបិសាចមិនមែនទេយើងជាក្អមវេទមន្តយើងអាចជួយសម្រេចបំណងប្រាថ្នារបស់នាងបាន3ឲ្យតែនាងព្រមយកយើងទៅនៅផ្ទះជាមួយនាងតែនាងមិនត្រូវប្រាប់អ្នកណាជាដាច់ខាតបើមិនចង់មានគ្រោះថ្នាក់ខ្ញុំអាចសំពរអ្វីក៏បានមែនទេស៊ីនួនក៏យកក្អមនោះដាក់កន្ត្រកហើយដើរត្រឡប់ទៅផ្ទះវិញយ៉ាងម៉េចហើយស៊ីនួនកូនរកដំឡូងបានទេកូនមិនបានទេម៉ែអើយមិនបានក៏មិនអីដែរកូនយើងនៅសល់ដំឡូងខ្លះដែរទុកសម្រាប់ល្ងាចនេះចាស់ម៉ែអញនិយាយថាឯងអាចសម្រាប់អំណងយើងបានគ្រប់យ៉ាងមែនទេមែនហើយចុះឯងចង់បានអ្វីខ្ញុំចង់សុំឲ្យមានភ្លៀងធ្លាក់ព្រោះភូមិខ្ញុំគ្មានទឹកភ្លៀងយូរហើយធ្វើឲ្យយើងមិនអាចធ្វើស្រែចម្ការបានល្អណាស់អ្នកជាមនុស្សល្អគិតពីប្រយោជន៍រួមមិនគិតប្រយោជន៍ផ្ទាល់ខ្លួនយើងនឹងសម្រេចបំណងរបស់អ្នកពេលនោះក្អមវេទមន្តក៏បញ្ចេញឫទ្ធិរបស់វាធ្វើឲ្យមេឃចាប់ផ្ដើមមានផ្គរហើយបន្ទាប់មកក៏មានភ្លៀងធ្លាក់មកពិតមែននេះមានភ្លៀងហើយមិនភ្លៀងពិតមែនឯងធ្វើមានភ្លៀងពិតមែនយើ
យើងអរគុណអញណាក្អមវេទមន្តយើងទៅរកពុកម៉ែសិនពុកម៉ែមានភ្លៀងហើយទីបំផុតភូមិយើងមានភ្លៀងធ្លាក់ហើយយើងមិនអាចអត់ឃ្លានទៀតទេមែនហើយកូនតែប៉ុណ្ណេះយើងអាចធ្វើស្រែចម្ការបានវិញហើយខ្ញុំខានឃើញភ្លៀងធ្លាក់បែបនេះយូរហើយឯងខ្ញុំសប្បាយចិត្តខ្លាំងណាស់រីឯអ្នកភូមិដទៃទៀតវិញម្នាក់នាំគ្នាសប្បាយរីករាយជាខ្លាំងមិនខុសពីគ្រួសារស៊ីនួនទេព្រឹកឡើងឯងព្រឹកនេះខ្ញុំទៅកាប់ដីនៅស្រែដើម្បីដាំស្រូវបន្តិចព្រោះយើងនៅសល់ពូជស្រូវបន្តិចដែរណាមួយភ្លៀងយប់មិញនេះច្រើនខ្លាំងណាស់បំពេញបន្លាយនឹងអូជាច្រើនតែប៉ុណ្ណេះណាភូមិយើងមិនខ្វះខាតទៀតទេឯងមែនហើយឯងខ្ញុំនឹងកូននឹងកាប់ដីដាំបន្លែនៅជិតផ្ទះទុកគ្រាន់ហូបពេលនោះក៏មានសំឡេងបរិសម្នាក់មកហៅពូជៀនជៀនអើយជៀនតើឯងទៅកាប់ដីស្រែហ៎តើបងចែមមកចូលសិនមកបងខ្ញុំមកហៅជៀនឯងនឹងទៅស្រែជាមួយគ្នាព្រោះភ្លៀងយប់មិញនេះបបោណាស់ជៀនអើយតែប៉ុណ្ណេះភូមិយើងលែងខ្វះទឹកទៀតហើយខ្ញុំទៅស្រែហើយណាម៉ែវាមើលនាំកូនដាំបន្លែឲ្យច្រើនទៅណាចាខ្ញុំដឹងហើយពុកវានិយាយរួចពូជៀននិងពូចែមក៏ចេញដំណើរទៅស្រែបាត់ទៅចាប់ពីពេលនោះមកក្នុងភូមិសុខសប្បាយមានហូបចុកគ្រប់គ្រាន់ពុកវាប្រញាប់ទៅណានឹងអូណែម៉ែវាខ្ញុំទៅស្រែឃើញស្រូវយើងទុំហើយណាម៉ែវាមែនហើយពុកអញ្ចឹងខ្ញុំសូមជួយពុកផងបានទេពុកណែស៊ីនួនកូនជាស្រីកមុំកុំទៅអីកូនមិនអីទេម៉ែពេលមុនកូនអាចដើររកដំឡូងបានឥឡូវគ្រាន់តែទៅធ្វើស្រែជាមួយពុកតាបានហើយឯងឲ្យកូនទៅណាមួយបានជួយជូនស្រូវខ្ញុំផងណាស៊ីនួននិងពូជៀនក៏បរទេះទៅស្រែពេលទៅដល់ស្រែស៊ីនួនកូនជួយយកកណ្ដៀវមកច្រូតស្រូវណាឲ្យឆាប់ឡើងកូនច្រូតឲ្យហើយកុំឲ្យដល់ល្ងាចទាន់ចាស់ពុកស្រាប់តែមានមនុស្សម្នាក់ដើរមកទាំងខ្លួនមានរបួសហើយនិយាយទាំងសំឡេងខ្សោយហើយសន្លប់បាត់ទៅជួយខ្ញុំផងពុកមានបានលើសំឡេងគេហៅឲ្យជួយទេដូចជានៅក្បែរស្រែយើងនេះឯងពុកពុកក៏ឮដែរកូនអូនោះមានមនុស្សម្នាក់ដេកសន្លប់នៅទីនោះតើពុកប្រញាប់ទៅជួយគេផងទៅស៊ីនួននិងពូជៀនក៏រៀបចំយកស្រូវនិងវិចិត្រដាក់លើរទេះយកទៅផ្ទះម៉ែឆាប់ឡើងម៉ែមានការអីមែនទេកូនបានជាស្រស់ស្លោបបែបនេះកូនឆាប់ជួយមនុស្សឲ្យលឿនឡើងម៉ែហើយចុះកូននឹងពុកវានាំគេម្នាក់នេះមកពីណាហារឿងវែងឆ្ងាយណាស់ឯងអើយជួយមនុស្សសិនទៅជីវិតមនុស្សសំខាន់ជាងណាតោះពុកវាឆាប់យកគេដាក់លើគ្រែសិនទៅក្រោយពីលើកវិចិត្រដាក់លើគ្រែហើយមីនីនិងស៊ីនួនក៏ចាប់ផ្ដើមលាងរបួសនិងបញ្ចុកថ្នាំឲ្យវិចិត្រតែដោយរបួសវិចិត្រធ្ងន់ធ្ងរពេកវិចិត្រក៏ស្រែកទាំងឈឺចាប់